$120,000 បងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមានកិត្តិយសចង់នាំបងប្អូនទៅមើលវេឡាតូលដែលមានតម្លៃត្រឹមតែ$120,000ជាងទេនេះបងប្អូនម៉ូតនេះគឺស្អាតឆ្វង់តែម្ដងហើយនេះថ្ងៃនេះក៏ជាថ្ងៃបាទឡើងកម្មវិធីបាទឡើងផ្ទះគំរូថ្មីតែម្ដងបងប្អូនស្អាតណាស់បងអើយវេឡាតូលនេះបើយើងគិតនៅក្នុងក្រុងណាអាចថាតម្លៃចាប់ពីបាទ20-30 ម៉ឺនហើយអញ្ចឹងបងប្អូនហើយខ្ញុំថតនេះបងប្អូនយើងបញ្ជាក់ជូនបងថាសម្រាប់ផ្ទះស្តង់ដាររបស់យើងគឺយើងអត់សល់ដីចំហៀងទេតម្លៃសម្រាប់ផ្ទះគំរូយើងនេះគឺសល់ដីចំហៀងអញ្ចឹងសល់ដីចំហៀង6-7 ម៉ែត្រប៉ុនផ្ទះគំរូនេះអាហ្នឹងយើងមានតម្លៃបាទចាប់ពី6-10 ម៉ឺនជាងឡើងអញ្ចឹងរៀបចំមកស្អាតកន្លែងចតឡានអាចបាន2គ្រឿងទលាយធំស្អាតធំស្កឹមស្កៃតែម្ដងបងប្អូនឃើញហើយគឺតិចចិត្តតិចកាយតិចអារម្មណ៍ចង់គេងចង់សម្រាកចង់នៅជួបជុំមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារយើងអញ្ចឹងបងប្អូនបាទហើយសម្រាប់ទីតាំងយើងគឺនៅរាជធានីភ្នំពេញយើងនឹងតែម្ដងគឺនៅខាងម្ដុំផ្លូវទំនប់កប់ស្រូវបងប្អូនចុះពីផ្លូវកប់ស្រូវមកតែ7នាទីគឺដល់ហើយព័ត៌មានលម្អិតបងប្អូនអាច comment ឬក៏ឆាតឬក៏សួរបានខ្ញុំនឹងលម្អិតព័ត៌មានទាំងអស់នោះបាទជូនបងប្អូនឲ្យកាន់តែច្បាស់ផ្ទាល់តែម្ដងអំពីម៉ូតផ្ទះម៉ូតវេឡាតូលរបស់យើងអញ្ចឹងបងហើយផ្ទះនេះគឺសល់ដីចំហៀងធំសល់ចូល7 ម៉ែត្របងប្អូនសម្រាប់ផ្ទះដែលសល់ដីចំហៀងប៉ុណ្នេះតម្លៃ6-10 ម៉ឺនជាងបងប្អូនមិនដែរស្អាតទេបាទគួរចង់រស់នៅទេបាទបងប្អូនហើយសម្រាប់លក្ខខណ្ឌបងប្រាក់វិញសម្រាប់ផ្ទះបើសិនជាផ្ទះសង់ហើយស្រាប់អញ្ចេះតម្រូវឲ្យបង់មុន 30% អញ្ចឹងបងសល់ 70% ទៀតបងអាចធ្វើការបង់បន្តទៅធនាគារបានដោយក្រុមហ៊ុនយើងគឺយើង free កាត់ប្លង់រឹងជូនបងផ្ទាល់តែម្ដងអាហ្នឹងសម្រាប់លក្ខខណ្ឌបាទផ្ទះសង់ហើយស្រាប់អញ្ចឹងណាហើយបើសម្រាប់ផ្ទះដែលកំពុងសង់ផ្ទះកំពុងសង់ពីច្រើនសំណង18 ខែអញ្ចឹងបងអាចចូលរួមមុនត្រឹមតែ$5,000 ឬ$6,000បានហើយបងអាចធ្វើការបង់រំលោះរយៈពេល14 ខែដើម្បីប្រគ្រប់ 30% អញ្ចឹងណាបងអត់ចាំបាច់បងតម្លាក់ 30% ភ្លាមទេនៅសល់ទឹកប្រាក់ 70% ទៀតបងអាចធ្វើការបង់បន្តទៅធនាគារបានដោយក្រុមហ៊ុនយើងគឺ free កាត់ប្លង់រឹងបានដូចគ្នាតែម្ដងបងប្អូនបាទស្អាតហើយធំទូលាយហើយលក្ខខណ្ឌក៏ល្អទៀតអញ្ចឹងណាបងប្អូនហើយនៅក្នុងហ្នឹងយើងមានការថែមជូនសម្ភារៈផ្ទះបាយអីផ្សេងហ្នឹងគឺច្រើនមែនតែនអញ្ចឹងបងប្អូនបាទអាចមើលបាននៅក្នុងវីដេអូដែលបងប្អូនបានរៀបចំបង្ហាញដូចជាគេអានបាយអញ្ចឹងបងស្រីអីដឹងតែពេញចិត្តពេញថ្លើមចាប់អារម្មណ៍ខ្លាំងហើយព្រោះជាគេអានបាយយើងធំទូលាយយើងថែមជូនមួយសេតមួយកាផ្លេអញ្ចឹងតែម្ដងសម្រាប់ជាគេអានបាយជូនបងប្អូនទាំងអស់គ្នាអញ្ចឹងណាបងហើយសម្រាប់ផ្ទះនេះគឺយើងបានបន្ទប់គេងបាទ4បន្ទប់គេងខាងក្រៅ1បាទនឹងបន្ទប់គេងខាងលើ3ទៀតស្អាតធំទូលាយមែនតើបងមើលនេះការរៀបចំតុបតែងថែមថយ decor អីផ្សេងអញ្ចឹងណាអូយបាទស្អាតណាស់បើបាននៅបានគេងបានសម្រាកជួបជុំមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារសាច់ញាតិយើងហ្នឹងគឺអែមស្រែមអស់ស្ទះតែម្ដងបងប្អូនហើយសំខាន់សល់ដីចំហៀងទៀតទេអាចរៀបចំធ្វើជាសួនធ្វើអាងទឹកក៏បានធ្វើកញ្ចុះកន្លែងអង្គុយលេងធ្វើកន្លែងយល់តោកដាំឈើដាំជីដាំសក្រីដាំផ្កាបាទដាក់បានមួយសេតតែម្ដងជាពិសេសលើកអីឡើងអីយើងចាក់ជុំគ្នាបងប្អូនបាទប៉ុណ្ណេះគឺក្តីសុខមែនតែនហ្មងសម្រាប់ទស្សនវិជ្ជាបរិយាកាសនេះគឺជាអីដែលបាទក្តីសម័យដែលចង់បានតាំងពីយូរមកហើយតែម្ដងចឹងបងប្អូនឃើញហើយគឺមានអារម្មណ៍យ៉ាងណាដែរសម្រាប់បងប្អូនទាំងអស់គ្នាឃើញហើយពេញចិត្តពេញថ្លើមទេបើពេញចិត្តពេញថ្លើមបាទបងប្អូនអាច comment សាកសួរនៅក្នុង comment ក៏បានឬក៏ call ក៏បានឬក៏ chat ក៏បានសួរព័ត៌មានលេងសិនទៅបងមិនមែនថាសួរហើយតម្រូវឲ្យទិញឲ្យកក់ឲ្យយកឲ្យនេះអីទេអត់ទេបងប្អូនណាត្រូវមិនត្រូវយើងអាចគិតគូរអាចរកមើលបានបន្ថែមទៀតអត់ប្រខាត់ប្រខំប្រខែប្រខំបងប្អូនទាំងអស់គ្នាទេអញ្ចឹងបងប្អូនពេញចិត្តចាប់អារម្មណ៍អាចតាក់ទងមកសួរព័ត៌មាន chat ក៏បាន call ក៏បានបាទអរគុណ